dương ngào thà tá lôi thừa chi vực cám miên sạ sầm khăn phần nà bà thoa mà đá ca thơ business dương trời ca chấm nài miên chấm nái từ miên chấm nổ chẳng bờ dương ọt miên đàm tuần cột cron sầm rạp bằng rít chi vực cám miên đây thà bằng rít sa kha bằng rítផលិតផលbằng rítសេវាកម្មទេចំណូលយើងគឺយើងនៅតែដែលហើយឬនឹងថយអញ្ចឹងយើងត្រូវការលុយបង្រីកត្រូវការដើមទុនបាទត្រូវការដើមទុនដើម្បីចំណូលយើងបានច្រើនជាងមុនចំណេញបានច្រើនជាងមុននេះហើយជាហេតុផលដែលលុយមានសារៈសំខាន់សម្រាប់ការធ្វើ business អញ្ចឹងអ្នក business ត្រូវតែយល់អំពីលុយបាទត្រូវយល់អំពីលុយហើយចេះប្រើលុយឲ្យមានប្រសិទ្ធភាពបាទអញ្ចឹងដំបូងបំផុតយើងត្រូវយល់ថាតើស្អីទៅ cash operation សិនបាទការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពត្រូវយើងយល់ថាតើស្អីទៅ cash operation តើលុយដែលត្រូវ run business ក្នុងខែត្រូវការមានប្រមាណលុយដែលត្រូវការ run business គឺមាន2ដែលត្រូវយល់បាទទី1លុយប្រវល់ stock មួយខែយើងប្រវល់ stock អស់ប្រមាណឧបមាថា$10000ហើយចំណាយរដ្ឋបាលយើងចាយអស់ប្រមាណឧបមាថា$5000អញ្ចឹងលុយដែលយើងត្រូវ run operation គឺមួយខែ$15000អញ្ចឹងbusiness យើងត្រូវការមានលុយប្រមាណយល់ពីលុយប៉ុណ្ណឹងលុយ$15000ត្រូវយល់ពីគាត់ថាមួយខែយើងត្រូវការ$15000បើយើងអត់$15000ទេ business យើងគាំងហើយនឹងអាចបិទទ្វារហើយបាទអញ្ចឹងនៅក្នុងស្តង់ដាគេឲ្យយើងមាន4ខែនៃ cash operation បាទ1ខែ$15000ទុកពវល់3ខែទៀតស្មើនឹង45000ដាក់ធនាគារទុកទុនបម្រុងនៅពេលដែលយើងខ្វះខាតលុយយើងអាចយកមកប្រើបានបាទនៅពេលដែលយើងយល់ពី cash operation យើងមានទុនបម្រុងមានលុយ4ខែអានឹងមានន័យថាលុយយើងអត់សូវមានបញ្ហាភ្នាក់ប្រឹងលុយទេហើយយើងប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពបាទហើយមួយទៀតយើងត្រូវស្គាល់ថាប្រភពលុយអ្នករស់ស៊ីត្រូវស្គាល់គេហៅថាលេង game cash money game មានន័យថាត្រូវលេងអាល្បែងលុយហ្នឹងមានន័យថាលុយណាដាក់ទៅថ្ងៃណាយកអាណាមកដាក់អាណាទើបចំណេញអាណាបាទមេពេលខ្លះ business យើងមានផលចំណេញហើយតែយើងអត់ចេះយកលុយនេះយកមកដាក់អានេះក្នុងរយៈពេល10ថ្ងៃ5ថ្ងៃ2ថ្ងៃយកអានេះចំណេញអានេះយើងកាំងដែរធ្វើឲ្យ business យើងមានបញ្ហាដែរបាទអញ្ចឹងយើងត្រូវស្គាល់ថាប្រភពលុយមានប្រមាណបាទបើយើងមានបញ្ហា cash flow យើងមានបញ្ហាទុនបម្រុងយើងមានបញ្ហាដើមទុនយើងមិនគ្រប់ហ្នឹងបើយើងរើស៊ីដើមទុនមិនគ្រប់យើងត្រូវស្គាល់ប្រភពរបស់លុយសិនលុយមានប្រមាណប្រភពមានបាទទី1ទុនបម្រុងទី2ខ្ចីលុយធនាគារអានេះជាប្រភពលុយឯងខ្ចីតិចខ្ចីច្រើនយើងខ្ចីមកទី3ខ្ចីមិត្តភ័ក្តិបាទទី4 grant NGO ខ្លះបាទផ្នែកអង្គការខ្លះឬក៏ស្ថានទូតខ្លះគេឲ្យ grant ទៅលើដែលបេសកកម្មគេមានន័យថាយើងធ្វើទឹកសដែកធ្វើមីអញ្ចឹងត្រូវយើងទៅបំពេញ grant ទៅបានលុយនឹងដែរបាទហើយទី5គឺឲ្យគេចូលហ៊ុនអញ្ចឹងប្រភពនៃលុយមាន5ខ្ញុំរំលឹកឡើងវិញទី1ទុនបម្រុងទី2ខ្ចីលុយធនាគារទី3ខ្ចីមិត្តភ័ក្តិទី4ដាក់ grant មានន័យថាដាក់ proposal ទៅ NGO ទៅឬស្ថានទូតគេអាចជួយយើងដែរឲ្យទៅចំបេសកកម្មរបស់គេទី5ឲ្យគេចូលហ៊ុនក្នុង5ហ្នឹងបើយើងអាចធ្វើទៅបានខ្ញុំចង់ឲ្យធ្វើទាំងអស់លុយតិចលុយច្រើនយើងមានសិនហើយយើងយល់ពេលណាត្រូវការខ្ចីលុយមិត្តភ័ក្តិនេះអានឹងពវល់រយៈពេលខ្លីរយៈពេលវែងយើងអាចប្រើលុយធនាគារទុនបម្រុងនឹងឲ្យគេចូលហ៊ុននឹង grant អា3 4នេះយើងរយៈពេលវែងអារយៈពេលខ្លីឲ្យយើងខ្ចីមិត្តភ័ក្តិយើងការប្រាក់ខ្ពស់អានឹងត្រូវតែខ្ចីដែរក្នុងរយៈពេលមួយមានន័យថា2ថ្ងៃយើងកាំងខ្លាំងយកលុយយើងមកប្រើបើយើងអត់ចេះលេង game នឹងទេ business យើងកាំងខ្ញុំខ្លះប្រាប់ខ្ញុំលោកគ្រូខ្ញុំរីកចម្រើនខ្ញុំដឹងរឿងទាំងអស់ខ្វះតែលុយតែគាត់អត់ចេះយកលុយដែលមកនៅមុខយកមកប្រើចុះមិត្តភ័ក្តិគាត់មានតែខ្ចីគេ3000មកចងការកាក់គេ 3% មកបាទតែ2ខែហ្នឹងយើងវិលរួចហើយរយៈពេលវែងយើងខ្ចីធនាគារទៅបាទអញ្ចឹងយើងត្រូវសាកល្បងទាំងអស់ធនាគារចេះលេង game ហ្នឹងលេង game ឲ្យ money game ហ្នឹងត្រូវតែលេងវាបើយើងអត់យល់ពីអាហ្នឹងទេការប្រើប្រាស់លុយយើងមានបញ្ហាហើយបាទ business យើងចំណេញយើងអាចធ្វើ marketing មានផលចំណេញយើងចំណូលចំណាយចំណេញ promotion យើងដឹងទាំងអស់តែយើងអត់ចេះលេងអា money game ហ្នឹងក៏យើងមានបញ្ហាដែរបាទអញ្ចឹងសរុបឡើងវិញអ្វីដែលខ្ញុំចង់ពន្យល់កន្លែងហ្នឹងហេតុផលអ្វីនៅហេតុអ្វីការធ្វើអាជីវកម្មលុយមានសារៈសំខាន់បាទព្រោះលុយមានរឿងច្រើនណាស់ដែលយើងត្រូវចំណាយវាបើយើងអត់យល់ពីលុយនិងប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព business យើងមានបញ្ហាហើយបាទអរគុណច្រើនដែលបានចូលរួមបាទ